របៀបចុះឈ្មោះនិងភ្ជាប់ Wi-Fi ជាមួយនឹងកាមេរ៉ាជាដំបូងយើងត្រូវ download កម្មវិធីមួយសិនយើងចូលក្នុង App Store មកឬក៏ Play Store យើងវាយពាក្យEasy Cloud នេះខាងលើនេះ Easy Cloud នេះតែមានរូបកាមេរ៉ានេះតបមកយើងចុចកន្លែងនេះមកដើម្បី download វាអូខេឥឡូវយើងរងចាំវាឲ្យវា download ពេញសិនបាទឥឡូវវា download ពេញហើយយើងចេញមកក្រៅមកនេះគឺជា app ហ្នឹងយើងចុចចូលមកតបមកយើងចុចពាក្យខាងស្ដាំនេះ allow វាមកបាទតបមកយើង sign up យើងចុច allow មួយទៀតយើង sign up យើងយកកន្លែង register នេះបាទតបមកកន្លែងនេះយើងរើសប្រទេសយើងវាយខាងកន្លែង search នេះមកយើងវាយ Cambodia មកបាទនេះ885 Cambodia យើង select Cambodia មកតបមកយើងយកខាងក្រោមនេះ cell phone number registration បាទយើងចុចលើនឹងមកបើសិនជាយើងមាន email យើងដាក់ email ក៏បានដែរកន្លែងហ្នឹងណាតែបងប្អូនចង់ស្រួលយើងដាក់តាមដាក់ sign up ជាមួយនឹងលេខទូរស័ព្ទមកនេះយើងវាយលេខទូរស័ព្ទយើងចូលមកបើសិនជាដាក់ទៅវាអត់មានលោតសារអញ្ចឹងបងប្អូនអាចដូរលេខបានជួនកាលលេខខ្លះវាអត់ផ្ញើសារអញ្ចឹងណាឥឡូវយើងចុច register មកយើងអូសអានេះមកពីឆ្វេងមកស្ដាំមកបន្ទាប់មកយើងរងចាំលេខកូដដែលលេខលោតចូលក្នុងលេខរបស់យើងដែលយើងបានដាក់ហ្នឹងបាទនេះបន្ទាប់មកយើងដាក់លេខកូដបាទត្រង់កន្លែងលេខកូដនេះយើងដាក់លីគ្នាមកដាក់អក្សរតូចអក្សរធំមានលេខមានត្រង់ជ្រុកមានដុល្លារអីមកបាទបន្ទាប់មកយើងវាយខាងក្រោមមួយទៀតមកនេះវាយដូចគ្នាបន្ទាប់មកយើងចុច confirm អូខេបន្ទាប់មកយើងនឹងទៅជាហ៊ានបន្តទៀតនេះវាដាក់ set successfully អូខេបន្ទាប់មកចុច allow ហើយ allow ទៀតខាងស្ដាំហ្នឹងចុចខាងស្ដាំទៀតបាទឥឡូវយើងបិទនេះសិនមកបិទសិនមកតបមកយើងទៅដោតដោយកាមេរ៉ារបស់យើងហើយយើងដាក់ memory ចូល memory យើងស្គាល់តាំងតិចទៅវាមាន serve វាចូលហើយអត់ពិបាកទេហើយបន្ទាប់មកយើងចុចប៊ូតុង reset នៅខាងគៀននេះយើងចុច5វិនាទីទៅវានឹងឮជាសំឡេងយើងចុចតតែវាឮសំឡេងចាំយើងដកដៃបន្ទាប់មកវាចេញភ្លើងហើយវាវិលឲ្យវា reset ខ្លួនឯងប្រហែលជា1នាទីទៅចាំយើងចូលទៅក្នុងទូរស័ព្ទរបស់យើង connect បន្តទៀតឥឡូវយើងចូលមកទូរស័ព្ទយើងវិញបន្ទាប់មកនេះយើងចុចកន្លែងនេះ add device នេះចុច add device មកតមកយើងឃើញលេខ ID នេះលេខកតុយ8621ហ្នឹងគឺជាលេខ ID ដែលដូចទៅនឹងខាងក្រោមនៃកាមេរ៉ាយើងមានលេខ ID នៅខាងក្រោមតមកយើងជ្រើសរើសយក Wi-Fi ប្រភេទ Wi-Fi 2.4G យើងដាក់ឈ្មោះមកហើយខាងក្រោមនេះគឺកន្លែងដាក់ password Wi-Fi យើងវាយ password ចូលមកបន្ទាប់មកយើងចុច next Please confirm the Wi-Fi name and password កូដយើងចុច confirm មួយទៀតមកហើយវានឹង connect ហើយពេលដែលវាលោតដល់ 100% យើងអាចមើលនៅក្នុង app នឹងបានហើយកាមេរ៉ានឹងដំណើរការហើយបាទឥឡូវពេញ 100% ហើយឥឡូវយើងចូលចំណុចបន្តតិចទៀតចិត្តរួចហើយកន្លែង device នេះយើងដាក់ឈ្មោះហើយដាក់ឈ្មោះអីក៏បានដែរហ្នឹងសម្រាប់ឈ្មោះកាមេរ៉ាយើងយើងចង់ដាក់ឈ្មោះអីក៏បានដែរឥឡូវខ្ញុំវាយតារាតបមកយើងដាន់វាមកយើងដកសញ្ញាធីកនេះចេញមកហើយបិទវាចេញមកតបមកយើងចុច next អូខេតបនេះយើងចុច next ទៀតមកអូខេចុច next រងចាំតិចតបមកយើងចុច skip សិនមកអូខេនេះហើយយើងចុចលើនេះមកដើម្បីមើលហើយខាងក្រោមនេះគឺជាបេតុងសម្រាប់យើងរេឆ្វេងស្ដាំលើក្រោមអីនេះបាទចង់ឆ្វេងក៏បានស្ដាំក៏បានលើក្រោមនេះយើងអាចស្រេកក្នុងនឹងបាន